ប្រហែលថ្ងៃនេះគេថាផ្អកប្រហុកព្រោះថ្ងៃពេករបស់ផ្អាប់ព្រោះថ្ងៃពេកគេថាចង់បាក់ប្រហែលបងប្អូនឥឡូវគេថាមកធ្វើស៊ុបបើកម្លាំងកូននឹងប្តីម្ដងធ្វើមហេតុអញ្ចឹងណាឥឡូវទៅមើលធ្វើទាំងអស់គ្នាសម្រាប់ឆ្អឹងគោហើយនិងស្បែកគោគឺខ្ញុំស្រស់ទឹកក្តៅហើយខ្ញុំមុននឹងសើក៏ខ្ញុំលាងទឹកដែរឥឡូវគឺថាខ្ញុំទុកចោលគឺខ្ញុំមករៀបហាន់បន្លែហាន់អីចឹងណាសម្រាប់បន្លែគឺថាមានល្ហុងហើយនិងការ៉ុតអីចឹងណាហើយល្ហុងគឺខ្ញុំដាក់រៀងច្រើនដែរព្រោះខ្ញុំចូលចិត្តល្ហុងណាហើយក៏ខ្ញុំដាក់ការ៉ុតដែរហើយការ៉ុតនេះគឺថាទុកឲ្យកូនទុយហូបអីចឹងទៅក៏មានតកួនមានអីដាក់សម្រាប់តកួននេះគឺថាខ្ញុំទុកដាក់សើសមីបងអូននិយាយខ្ញុំចង់ហូបមីចឹងណាហើយក៏មានម្អមស្រែនេះគឺថាក៏ល្អដែរបងអូនហើយឥឡូវគឺរៀបចំបេអញ្ចឹងទៅឥឡូវគឺថាខ្ញុំមកឆ្លៀតដុតខ្ទឹមហើយនឹងបន្តែងណាស្អីគឺថាបានអាំងគឺថាដុតយកមកលឿនអញ្ចឹងណាហើយឥឡូវគឺឆ្លៀតមកមើលសាច់គោហើយឆ្អឹងគោញ៉ៃស្បែកគោខ្ញុំម្នេះគឺថាសើរួចរាល់ហើយគឺខ្ញុំចាក់ទឹកចាក់អីទៅខ្ញុំយកទៅលាងទឹកម្ដងទៀតហើយលាងឲ្យស្អាតហើយនេះគឺថាខ្ញុំរៀបចំហាន់ស្បែកគោហាន់អីអញ្ចឹងទៅរួចរាល់អស់ហើយបន្លែប្លុកខ្ញុំនេះក៏ថាក៏ចិត្តរួចរាល់អស់ដែរហើយខ្ទឹមនឹងគឺលាងទឹកឲ្យស្អាតបានខ្ញុំយកដាក់បងអញ្ចឹងតែអញ្ចឹងទៅហើយអត់មានលឹកក្រូចសើចទេបងអូនគឺថាអ្នកលក់អត់បានដៃខ្ញុំដល់អញ្ចឹងគឺខ្ញុំខ្ជិលដាក់ត្មងទៅខ្ជិលទៅផ្សារមួយជើងទៀតបានមកហូបមុខនេះគឺថាខ្ញុំមិនស្រួលទេគឺថាចាប់កូនផងធ្វើផងនិយាយទៅផ្សារនេះគឺថាក៏ឆ្លៀតដែរតោះថាគាត់ដេកបានខ្ញុំទៅឆ្លៀតមកវិញបញ្ញាបញ្ញាអត់មានពេលទៅទៀតអញ្ចឹងណាដល់ភ្លេចលឹកក្រូចសើចឥឡូវតែខ្ជិលអញ្ចឹងត្មងទៅណាមួយក៏វាមិនសូវអីប៉ុន្មានដែរយើងដាក់តែម្ទេសខ្ទឹមក៏វាឈ្ងុយដែរបងអូននេះឥឡូវខ្ញុំបងឆ្អឹងគោនឹងចូលបងអូនហើយសម្រាប់ឆ្អឹងគោគឺខ្ញុំដំបូងខ្ញុំថាចង់បានឆ្អឹងជនីតែមានឆ្អឹងជនីគឺថាបានឆ្អឹងអាកន្លែងឆ្អឹងខ្នងគេហ្នឹងដល់អញ្ចឹងគឺថាដាក់អាហ្នឹងមកទៅក៏ឆ្ងាញ់ដែរហើយឥឡូវគឺថាខ្ញុំមកឆ្លៀតលាយគ្រឿងណាគ្រឿងគឺខ្ញុំដាក់ចូលគ្នាជាមួយប្រេងខ្យងទឹកត្រីស្ករប៊ីចេងអីចូលគ្នាអញ្ចឹងបងអូនដាក់អញ្ចឹងទៅវាឲ្យគ្រឿងចូលជាតិជាមួយនឹងសាច់ដែរអញ្ចឹងណាឥឡូវថាខ្ញុំមកងាស់ទុកចោលអញ្ចឹងទៅឥឡូវគឺខ្ញុំកំពុងតែបន្ថែមអុសបន្ថែមខ្យូងឲ្យឆាប់បានឆ្អិនហូបអីចឹងណាបងអូននិយាយទៅសាច់វារៀងស្វិតដែរសាច់គោណាឆ្អឹងគោនេះគឺថាវាមិនសូវស្វិតប្រហែលតែយើងមកងាស់វាឲ្យឆាប់ផុយអញ្ចឹងទៅហើយក៏ខ្ញុំដាក់ការ៉ុតដាក់អីចឹងឥឡូវគឺថាពុះហើយខ្ញុំដាក់ការ៉ុតចូលទៅការ៉ុតវារៀងហឹងដែរហើយដាក់វាដំណើរជាមួយនឹងសាច់ដែរទៅវាអាលួយក៏មិនសូវអាលួយប៉ុន្មានដែរហើយឥឡូវគឺថាខ្ញុំដាក់ហុងចូលត្មងទៅព្រោះវាដំបូងខ្ញុំគិតថាសាច់គោនឹងវារៀងស្វិតណាបងអូនដល់ទៅគឺថាខ្ញុំមកងាស់វាប្រហែលកន្លះម៉ោងគឺថាខ្ញុំស្ទាបទៅបេះទៅរៀងផុយហើយអញ្ចឹងខ្ញុំដាក់ល្ហុងដាក់អីចូលត្មងទៅបងអូននេះគឺថាខ្ញុំមកងាស់វាមើលទៅរៀងផុយល្ហុងតិចតួចហើយគឺខ្ញុំដាក់ស្បែកគោចូលណាហើយសម្រាប់ស្បែកគោគឺថាក៏ឆ្ងាញ់ដែរបងអូនហើយគឺថាអែមហ្មងខ្ញុំចូលចិត្តជាងគេគឺថាស្បែកគោហ្នឹងហ្មងមិនថាចំណាងមិនថាស៊ុបឲ្យតែមានស្បែកគោគឺខ្ញុំចូលចិត្តហ្មងឥឡូវគឺថាបងអូនណាគឺថាឆ្អិននេះគឺខ្ញុំដាក់ស្បែកគោចូលទៅមកពុះពីពុះគឺឆ្អិនតែហ្មងបងអូនព្រោះស្បែកគោគេស្ងោរឆ្អិនហើយស្រាប់ហើយវាស្ដើងដែរក៏អញ្ចឹងគឺវាផុយណាហើយខ្ញុំក៏មកស្រស់មីមួយចានអញ្ចឹងមកបងអូនណានិយាយថាជាតិមែនតើច្របាច់ក្រូចឆ្មាជូរហើបែកញើសខ្ចាយបងអូននេះគឺថាអូយជាតិមែនតើណាខ្ញុំចូលចិត្តជាងគេនេះគឺថាស្បែកគោនឹងបងអូនណាយតោះបងអូនមកហូបមួយខ្ញុំមកចង់ហូបស៊ុបមីមួយខ្ញុំគឺថាអាចមកតែខ្ញុំបានបងអូនគឺថាខ្ញុំដាក់ឲ្យម្នាក់មួយចានពេញចិត្តត្មងហើយវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយបើស្រឡាញ់ពេញចិត្តនឹងវីដេអូខ្ញុំជួយ share like follow page ខ្ញុំម្នាក់មួយផងណាហើយអរគុណមែនតើសម្រាប់ការចូលមើលវីដេអូបងអូននេះដល់ចប់ណាបាយបាយ